ជំរាបសួរពីប្រលានតេជោប្រទេសកម្ពុជាដែលទទួលពានរង្វាន់ស្រស់ស្អាតបំផុតលើពិភពលោកក្នុងឆ្នាំ2026រីករាយដំណើរកម្សាន្តលើកទី4នៅប្រទេសសិង្ហបុរីជាមួយខ្ញុំព្រឹកឡើងខ្ញុំឆ្ពោះទៅផ្សារទំនើប Vivo City ទៅចាំថ្ងៃគេ pop up តុក្កតា Toy Story 5 ទៀតលុយម្ល៉េះបន្ទាប់មកខ្ញុំឆ្ពោះដំណើរទៅលេងកោះ Sentosa លើកទី1ដែលមកលេងសមុទ្រនៅសិង្ហបុរីសមុទ្រប្រទេសគេសមុទ្រប្រទេសយើងស្អាតម្យ៉ាងម្នាក់ណាចេញពីកោះខ្ញុំក៏ឆ្លៀតទៅថតរូបលេងនៅមុខ Universal Studios ទោះបីអត់បានចូលលេងខាងក្នុងក៏បានផឹកភេសជ្ជៈ brand ដែរយូរមកម្ដងសាក់ឲ្យដឹងរសជាតិម្ដងមើលរួចមកខ្ញុំក៏ឆ្លៀនមកមើលកប៉ាល់លេងរួចជិះឡានក្រុងទៅអូតែលសម្រាប់វិញព្រឹកថ្ងៃបន្ទាប់ក្រោយពេលប្រឡងគណិតវិទ្យា STEMCO Global Round រួចខ្ញុំឆ្លៀតមើលទស្សនវិជ្ជានានានៅសាកលវិទ្យាល័យជាតិសង្ហបុរីពិតជាមានទីធ្លាធំទូលាយណាស់អាកាសធាតុរាងក្តៅដូចចង់ញ៉ាំក្រែមត្រជាក់នៅកន្លែងចាស់គឺក្បែរសួន Merlion Park នឹងណាស្រស់ស្រាយណាស់លំហែកាយខ្យល់វូមកត្រង់ទឹកតំណាងឲ្យទ្រព្យសម្បត្តិសូមឲ្យខ្ញុំជួបតែសេចក្តីសុខសេចក្តីចម្រើនមានលាភជ័យសាធុថ្ងៃប្រកាសលទ្ធផលបានមកដល់ហើយខ្ញុំទទួលបានមេដាយប្រាក់ពីកម្មវិធី STEMCO Global Round ចប់កម្មវិធីប្រគល់មេដាយខ្ញុំក៏បានចូលលេងសួនផ្កា Flower Dome មានផ្កាចម្រុះពណ៌ច្រើនណាស់ពិពណ៌នាមិនអស់ទេដាំ Olive Tree នេះធំណាស់មានទាំងប្រទាលតូចធំច្រើនណាស់ក្នុងពេលនោះផងដែរខ្ញុំក៏បានថតរូប graduation ផងដែរហើយខ្ញុំក៏សូមអរគុណក្នុងវីដេអូនេះម្ដងទៀតដល់ជនបរទេសជាច្រើនដែលពោលពាក្យ congratulations អបអរសាទរមកកាន់ខ្ញុំពិតជារីករាយនៅអំណរសាទរនេះណាស់បន្ទាប់មកខ្ញុំឆ្លៀតចូល Cloud Forest សួន Dinosaur មានច្រើនជាន់ឲ្យទស្សនាបងប្អូនណាខ្លះដែលខ្លាចខ្ពស់សំណាងដែរខ្ញុំអត់ចេះខ្លាចខ្ពស់តាំងពីតូចដើរលេងក្នុងសួន Garden by the Bay សុកខ្ញុំក៏នឹកឃើញថាចង់ធ្វើ review អំពីការប្រឡង STEMCOទុកជាអនុស្សាវរីយ៍រួចខ្ញុំក៏បន្តដើរលេងញ៉ាំអាហារពេលល្ងាចនៅផ្សារទំនើបខាងក្រោម Marina Bay Sands មួយផ្លែតសោះដល់ថ្ងៃទៅផ្ទះវិញបាត់តែយ៉ាងណាក៏ខ្ញុំឆ្លៀតមកថតរូបលេងនៅទឹកជ្រោះ Jewel Changi ដែរហើយខ្ញុំពិតជាអរគុណដល់លោកតាម៉ាក់យាយ Uncle ប៉ាម៉ាក់និងអ្នកទាំងអស់គ្នាជាខ្លាំងដែលតែងតែលើកទឹកចិត្តខ្ញុំគ្រប់ពេលវេលាសូមអរគុណចំពោះការទស្សនាសូមជួយ like comment subscribe និង share ផងណាសូមអរគុណសូមជម្រាបលា